ជាដំបូងយើងយកអំពិលទុំមកត្រាំជាមួយទឹករយៈពេល15នាទីរួចយើងយកបង្គាក្រៀមនិងសណ្តែកបាយកិនរួចយកមកត្រាំទឹកដូចគ្នាដែរដួងច័ន្ទអើយរះខ្ពស់នៅឆ្ងាយសន្លឹមបន្ទាប់មកយើងយកខ្ទឹមសមកចិញ្ច្រាំក៏ប្រឹងដូចវងភាំងស្រីពេលឃើញភ្លៀងចិត្តរៀមលោករួចយើងយកខ្ទឹមសដែលបានចិញ្ច្រាំរួចមកបំពងឲ្យឡើងពណ៌ក្រឡាមបន្ទាប់មកយើងយកសណ្តែកបាយដែលយើងបានត្រាំរយៈពេល15នាទីចាក់ទឹកចេញយកសាច់ពូតឲ្យស្អាតរួចយើងយកបង្គាក្រៀមដែលយើងបានត្រាំទឹកមកធ្វើដូចគ្នាអញ្ចឹងសម្រាប់អំពិលទុំយើងយកតែសាច់និងទឹករបស់វាតែប៉ុណ្ណោះបន្ទាប់មកយកសណ្តែកបាយដែលយើងបានពូតរួចយកទៅលីងមកលើកម្ដៅតិចៗប្រហែលជា5នាទីឲ្យចេញពណ៌អណ្ណាតល្អរួចមកយើងយកសណ្តែកបាយបង្គាក្រៀមនិងត្រីឆ្អើរបុកចូលគ្នាឲ្យសព្វសឹមយើងដាក់កាពិបុកចូលគ្នាឲ្យម៉ដ្ឋបន្ទាប់ពីយើងបុកគ្រឿងរួចមកយើងដួសវាដាក់ចានមួយដុំសិនហើយយើងយកទឹកត្រីអំពិលទុំនិងស្ករត្នោតច្របល់ចូលគ្នាឲ្យបានសព្វល្អរួចមកយើងយកទឹកអំពិលទុំដែលយើងបានលាយចូលគ្នាអំម៉េចមិញយកមកលាយជាមួយនឹងគ្រឿងដែលយើងបានបុកឲ្យបានសព្វល្អចង់តែភាពកើយថ្នមតោះយើងមកធ្វើទឹកជ្រលក់ទាំងអស់គ្នាជាដំបូងយើងចាក់ក្បាលខ្ទិះចូលរួចយើងរំងាស់ឲ្យឡើងប្រេងបន្ទាប់មកយើងដាក់គ្រឿងកាពិដែលយើងបានបុកអំឯងមិញលាយចូលគ្នាឲ្យបានសព្វកូររហូតដល់ឡើងខាប់តែប៉ុណ្ណេះរួចជាការស្រេចបន្ទាប់មកយើងចាក់ប្រេងចូលក្នុងខ្ទះឲ្យឡើងក្តៅរួចយើងយកបាយក្តាំងមកបំពងឲ្យឡើងស្រួយតែប៉ុណ្ណេះមុខម្ហូបរបស់ពួកយើងបានរួចរាល់មុខម្ហូបនេះមានឈ្មោះថាកាពិជ្រូកបាយក្តាំងអ្នកគ្នាមុនហ្នឹងខ្ញុំឃើញគាត់ធ្វើយូរហើយអត់ដឹងថារសជាតិបែបណាអញ្ចឹងបើចង់ដឹងថារសជាតិនឹងស្នាដៃគាត់ធ្វើមិនដែរយើងមកភ្លក់អត់អញ្ចឹងខ្ញុំយកកាពិហ្នឹងមកបៀកលើបាយក្តាំងមានអារម្មណ៍ថាបាយក្តាំងនេះវាស្រួយជាងនៅពេលដែលយើងទិញនៅតាមផ្សាររដូវដោយសារតែអានេះគាត់ធ្វើភ្លាមហ្មងអញ្ចឹងទៅវាចាប់ជាតិជាមួយនឹងកាពិហ្នឹងអញ្ចឹងទៅមានអារម្មណ៍ថាញ៉ាំហើយចង់ញ៉ាំទៀតជក់មាត់ហ្មងអញ្ចឹងចង់ដឹងថាសប្តាហ៍ក្រោយគាត់នឹងធ្វើម្ហូបអីទៀតចាំតាមដានទាំងអស់គ្នា